ពេលទៅដល់ខ្លាក៏បង្ហាញកន្លែងដែលវាធ្លាប់ដេកយ៉ាងមានមោទនភាពនេះគឺនៅមុខរូងនេះឯងដែលអញដេកបិទមាត់រន្ធនេះចិត្តតែម្ដងសូម្បីតែសត្វល្អិតតូចមួយក៏មិនហ៊ានមកជិតអញផងទុនសាយក៏បញ្ជាឲ្យខ្លាប្រាស់ដេកនៅកន្លែងដដែលដើម្បីឲ្យគេពិនិត្យមើលបើអញ្ចឹងចូលអាបងខ្លាឯងទៅប្រាស់ដេកឲ្យដោយការពីមុនភ្លាមទៅដើម្បីឲ្យខ្ញុំមើលឲ្យជាក់ស្ដែងទើបខ្ញុំអាចកាត់ឲ្យបងខ្លាស៊ីលោកតាអីសេបានអញនឹងដេកឲ្យឯងមើលចាំមើលចុះពេលអញឈ្នះក្តីនេះលោកតាអីសីនឹងខ្លាចជាចំណីរបស់អញមិនខានឡើយដោយចង់ឈ្នះក្តីខ្លាក៏ប្រាស់ដេកនៅមាត់រន្ធពស់នោះវិញតាមបញ្ជាទុនសាយមិនយូរប៉ុន្មានពស់វែកដែលនៅក្នុងរន្ធក៏លូនចេញមកសះជាថ្មីដោយសារខ្លាដេកបិទមាត់រន្ធដដែលពស់វែកក៏ចឹកខ្លានោះឲ្យស្លាប់ជាលើកទី2ខ្លាដែលភ្លេចគុណគេក៏ត្រូវស្លាប់នៅមាត់រន្ធនោះឯងមិនអាចរស់ឡើងវិញបានឡើយទុនសាយបានប្រាប់មហាឥសីថានេះគឺជាផលកម្មដែលខ្លាទទួលបានពីការភ្លេចគុណគេលោកតាឥសីមើលចុះខ្លានេះវាអត់ធម៌ភ្លេចគុណលោកដែលបានជួយវាឥឡូវវារាកម្មបានតាមតាន់វាហើយមិនចាំបាច់ចាំដល់ជាតិក្រោយឡើយទុនសាយបានផ្ដាំផ្ញើដល់មហាឥសីកុំឲ្យធ្វើគុណនឹងសត្វដែលសាហាវដូចខ្លានេះទៀតតាំងពីពេលនេះទៅសូមលោកតាកុំធ្វើគុណនឹងខ្លាឲ្យសោះព្រោះសត្វសាហាវមិនដែលដឹងគុណមនុស្សឡើយសូមលោកនិមន្តទៅវិញដោយសេចក្តីសុខចុះការកាត់ក្តីរបស់ទុនសាយហៅថាសុគតិកេមនងគឺប្រកបដោយយុត្តិធម៌បំផុតអាត្មាសូមអរគុណលោកទុនសាយខ្លាំងណាស់ដែលបានជួយអាត្មាឲ្យរួចផុតពីគ្រោះថ្នាក់នេះនិងបង្ហាញនូវយុត្តិធម៌ពិតប្រាកដមហាឥសីក៏បន្តដំណើរទៅមុខទៀតដោយចងចាំនៅមេរៀនដែលទុនសាយបានបង្រៀនរឿងនេះចង់អប់រំថាមនុស្សដែលរមិលគុណគេនឹងត្រូវទទួលផលកម្មអាក្រក់វិញជាមិនខានឡើយចងចាំណាអ្នកទាំងអស់គ្នាសេចក្តីល្អនិងការដឹងគុណគឺជាអ្វីដែលយើងគ្រប់គ្នាត្រូវមានបើមិនចឹងទេយើងនឹងក្លាយជាមនុស្សរមិលគុណដូចបងខ្លានេះមិនខានកុំភ្លេចជួយចុច like comment និង subscribe ហើយដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតណាសូមមានសំណាងល្អជួបគ្នាវីដេអូក្រោយជម្រាបលា